សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today វៀតណាមថាចំណងមិត្តភាពជិតស្និទ្ធជិត6ទសវត្សរ៍ជាមួយកម្ពុជាកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាងមុនចំណងមិត្តភាពជិតស្និទ្ធជិត6ទសវត្សរ៍ជាមួយកម្ពុជានិងវៀតណាមបានឈានដល់កម្រិតថ្មីមួយកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាងមុនតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកតូឡាំអគ្គលេខាធិការនៃគណៈកម្មាធិការបញ្ឈឹមបកកុម្មុយនីសវៀតណាមមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ស្អែកនេះដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការយាងនិងការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជានិងសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានវៀតណាមញូលោកខៀងមីងវូឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានគូបញ្ជាក់ថាទំនុកចិត្តផ្នែកនយោបាយរវាងបកនិងរដ្ឋទាំងពីរនៅតែជាយុទ្ធការដ៏រឹងមាំក្នុងការទ្រទ្រង់ទំនាក់ទំនងដែលមានអាយុកាលជិត60ឆ្នាំមកនេះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងដំណើរទស្សនកិច្ចនេះលោកតូឡាំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រួមមាននាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបកនៃប្រទេសទាំងពីរក៏ដូចជាកិច្ចប្រជុំត្រីភាគីកម្ពុជាវៀតណាមឡាវផងដែរប្រពន្ធដដែលបានរាយការណ៍ឲ្យដឹងថាក្នុងឆ្នាំ2025កន្លងទៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រាប់បាននៅកំណត់ត្រាថ្មីរហូតដល់11.33ពាន់លានដុល្លារសហរដ្ឋអាមេរិកកើនឡើង11.7%ដែលជាជំហានដ៏រឹងមាំក្នុងការឈានទៅសម្រេចគោលដៅ20ពាន់លានដុល្លារនៅពេលខាងមុខបច្ចុប្បន្នវៀតណាមស្ថិតក្នុងចំណោមអ្នកវិនិយោគបរទេសកំពូលទាំង5នៅកម្ពុជាលើវិស័យទូរគមនាគមន៍កសិកម្មធម្មពលនិងហិរញ្ញវត្ថុខណៈដែលវិស័យទេសចរក៏មានសន្ទុះខ្លាំងដោយវៀតណាមបានក្លាយជាប្រភពទីផ្សារទេសចរធំជាងគេរបស់កម្ពុជាឯកអគ្គរដ្ឋទូតរូបនេះបានបន្ថែមទៀតថានៅថ្ងៃអនាគតការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនឹងក្លាយជាអត្តភាពចម្បងជាពិសេសគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញនិងផ្លូវនាវាទេសចររវាងខេត្តកំពតនិងកោះត្រោលការកែលម្អប្រព័ន្ធដឹកជញ្ជូននេះមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមភស្តុភារកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើនសមត្ថភាពការប្រកួតប្រជែងសេដ្ឋកិច្ចទាំងពីរពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើងក្រសួងការងារនិង ADB បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់ការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាកាលពីរសៀលថ្ងៃទី4ខែកុម្ភៈឆ្នាំ2026ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រីយ៉ាស្មីនស៊ីឌីគីនាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា ADB ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យកាន់តែមានសក្តានុពលនៅក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរលូនជាពិសេសការជំរុញឲ្យមានការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍជំនាញឯកឧត្តមបានសង្កត់ធ្ងន់លើយន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុនដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្ដល់សញ្ញាបត្រជូនដល់កម្មករនយោជិតដែលមានជំនាញស្រាប់និងការរៀបចំគោលនយោបាយអភិវឌ្ឍជំនាញជាតិឲ្យស្របតាមតម្រូវការទីផ្សារការងារជាក់ស្ដែងជាការឆ្លើយតបលោកស្រីយ៉ាស្មីនស៊ីឌីគីបានកោតសរសើរចំពោះប្រសិទ្ធភាពការងាររបស់ក្រសួងការងារនិងបានបង្ហាញការបដិញ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសការគាំទ្រនេះមានគោលបំណងពង្រឹងលទ្ធភាពនិងភាពធន់នៃកម្លាំងពលកម្មកម្ពុជាដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងក្នុងតំបន់និងសកលលោកស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលគួរបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជានិងធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សនិងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមកភ្ជុំកម្រិតខ្ពស់នាពេលអនាគតពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើង
FBI និយាយថាកម្ពុជាមិនមែនជាជំរកសម្រាប់បណ្ដាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិតទេការិយាល័យស៊ើបអង្កេតសហព័ន្ធនៃសហរដ្ឋអាមេរិក FBI បានអះអាងជាថ្មីថាប្រទេសកម្ពុជាមិនមែនជាជំរកសម្រាប់បណ្ដាញឆបោកតាមប្រព័ន្ធអនឡាញឡើយដោយយោងលើលទ្ធផលជាក់ស្ដែងដែលអាជ្ញាធរកម្ពុជាសម្រេចបានក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាការលើកឡើងបែបនេះត្រូវបានធ្វើឡើងដោយលោក Scott Seiler អនុជំនួយការនាយកនៃផ្នែកប្រតិបត្តិការអន្តរជាតិរបស់ FBI ក្នុងជំនួបជាមួយឯកឧត្តមឆៃនរិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីប្រតិបត្តិអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាកាលពីរសៀលថ្ងៃអង្គារលោក Selbler បានសង្កត់ធ្ងន់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាវិបត្តិសកលដ៏ស្មុគស្មាញដែលប៉ះពាល់ដល់ប្រទេសជាច្រើនមិនមែនជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជាម្នាក់ឯងនោះទេលោកក៏បានសង្កត់ធ្ងន់ពីលក្ខណៈឆ្លងដែននៃបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញទាំងនេះផងដែរលោកបានសង្កត់ធ្ងន់ថាសកម្មភាពដែលបានចាត់វិធានការនិងលទ្ធផលដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការជាតិកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថាប្រទេសនេះមិនអត់ឱនចំពោះប្រតិបត្តិការឆបោកតាមអនឡាញឡើយបើតាមលោក Sebler កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបញ្ជូនសារយ៉ាងខ្លាំងក្លាថាកម្ពុជាមិនមែនជាជំរកសម្រាប់បណ្ដាលឧក្រិដ្ឋជនបច្ចេកវិទ្យានោះទេលោក Sebler ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជានិងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធចំពោះឆន្ទៈនយោបាយដ៏រឹងមាំនិងលទ្ធផលជាក់ស្ដែងក្នុងការបង្ក្រាបឆបោកតាមអនឡាញដោយកត់សម្គាល់ថាកម្មភាពរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់និងជាប់លាប់ឯកឧត្តមទេសរដ្ឋមន្ត្រីឆៃស៊ីណារិទ្ធបានស្វាគមន៍ចំពោះការវិតម្លៃរបស់ FBI និងបានបញ្ជាក់ជាថ្មីនូវគោលជំហរដាច់ខាតរបស់កម្ពុជាប្រឆាំងនឹងការឆបោកតាមអនឡាញនិងបច្ចេកវិទ្យាលោកបានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការច្បាប់និងបច្ចេកទេសយ៉ាងតឹងរ៉ឹងហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាមួយដៃគូអន្តរជាតិដើម្បីគំទេចបណ្ដាញឆបោកនិងតាមដានលំហូរហិរញ្ញវត្ថុរបស់ពួកគេរហូតដល់ប្រភពដើមភាគីទាំងពីរក៏បានពិភាក្សាអំពីជំហានបន្ទាប់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង FBI និងគណៈកម្មាធិការជាតិកម្ពុជារួមមានការកសាងសមត្ថភាពការចែករំលែកព័ត៌មាននិងការខិតខំប្រឹងប្រែងរួមគ្នារយៈពេលវែងដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្ដាញឆបោកតាមអនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ពីខ្ញុំបាទពៅណាគ្រីសារព័ត៌មាន The Khmer Today សូមអរគុណសូមចុច like និង follow page The Khmer Today ដើម្បីទទួលបានព័ត៌មានថ្មីៗនិងគាំទ្រដល់ក្រុមការងាររបស់យើង